ដូចឧទាហរណ៍រឿងតាក់ទងប៉ុណ្ណាnàyអូខេជុំវិញរឿងដែនគោកអង្កលសីអនុនៅរស់គាត់សរសេរនៅក្នុង 3MD គាត់ថ្ងៃ18ខែធ្នូឆ្នាំ2004អូខេគាត់និយាយថាវ៉ាកំហុងវាប្រើផែនទីខ្លែងខ្លាយដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាមសីអនុអ្នកនិយាយមិនខ្ញុំអ្នកនិយាយណាសីអនុអ្នកនិយាយតាដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាមលោកវ៉ាកំហុងទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មការព្រំដែននៃរដ្ឋាភិបាលហ៊ុនសែនសីអនុអ្នកនិយាយមិនខ្ញុំអ្នកនិយាយណាអូខេលោកវ៉ាកំហុងកាលពីថ្ងៃទី2កក្កដា2015ទទួលស្គាល់ផែនទីរបស់បង្គោលព្រំដែនជាមួយវៀតណាមគឺជាផែនទី OITM របស់ទាហានអាមេរិកក្នុងសម័យសង្គ្រាមវៀតណាម1លើ50,000អាថៃវាទៀមទីអាហ្នឹងណាមាន40ទាំងនិងផែនទីបោន1លើ100,000 26ទាំងខ្ញុំសុំប្រាប់អាផែនទីដែលវ៉ាកំហុងនិយាយនេះយួនវាបោះវាថាផែនទីហ្នឹង OITM អាមេរិកណាប៉ុន្តែយួនវាបោះចំណាយអាផែនទីខ្នាត1លើ100,000យួនវាអ្នករៀបមកឲ្យព្រោះខ្មែរមានណាខ្មែរយួនរៀបឲ្យទាំងអស់ឃើញទេអញ្ចឹងឯងវ៉ាកំហុងនិយាយថ្ងៃទី2កក្កដាឆ្នាំ2015ទទួលស្គាល់ថាផែនទីរបស់បង្គោលព្រំដែនជាមួយវៀតណាមគឺផែនទី OITM UTM របស់អាមេរិកខ្នាត1លើ50,000និងដែលមាន40ទាំងនិងផែនទីបោន1លើ100,000មាន26ទាំងដែលយួនវាដាក់ឲ្យខ្មែរប្រើមិនមែនខ្មែរទៅរកទេណាយួនវាឲ្យណាផែនទីនេះភ្ជាប់នឹងសន្ធិសញ្ញាព្រំដែនរដ្ឋថ្ងៃទី27ធ្នូឆ្នាំ85សញ្ញានៅពេលយួនកាន់កាប់ស្រុកខ្មែរសម្ដេចនរោត្តមសីហនុថ្ងៃ19កក្កដា1993សរសេរលិខិតទៅរានរិទ្ធនិងហ៊ុនសែនឲ្យប្រាប់ទៅមេដឹកនាំវៀតណាមថាយកបង្គោលព្រំដែនសម័យបារាំង124បង្គោលទៅដាក់កន្លែងដើមវិញវាកើតរឿងអីណាសន្ធិសញ្ញាឆ្នាំ1983ស្ដីពីគោលការណ៍បោះដោះស្រាយព្រំដែនទៅមើលទៅនៅក្នុងនេះទៅស្រុកខ្មែរក៏មានខ្ញុំក៏មានទៅមើលទៅឥឡូវគេមកមើលធ្វើម៉េចអូខេនៅក្នុង 3MD របស់សេនុចុះថ្ងៃទី16ខែមីនាឆ្នាំ2005ថាវៀតណាមបានបង្កើតព្រំដែនថ្មីចំណេញទៅគេដោយសាងសង់នៅទសវត្សរ៍80និង90ដល់ឆ្នាំ2000នៅខ្លោងទ្វារហើយដោយជីកបន្លាយទឹកដែលស្ថិតនៅក្នុងទឹកដីកម្ពុជាឆ្ងាយពីព្រំដែនកាលពីឆ្នាំ1963-69កម្ពុជាយើងសប្តាហ៍ថ្ងៃតំណាងដោយក្រុមឯកឧត្តមវ៉ាកំហុងយល់ព្រមធ្វើអត្តឃាតខ្លួនឯងដោយទទួលស្គាល់សូម្បីតែនៅចំពោះមុខច្បាប់អន្តរជាតិថាកម្ពុជាគ្មានព្រំដែនច្បាស់លាស់ទេលោកហ៊ុនសែនក៏និយាយថាព្រំដែនជាង 1000 គីឡូម៉ែត្រជាមួយវៀតណាមអាពីចំណុចកណ្ដាលបើនិយាយទៅខេត្តរតនគិរីមណ្ឌលគិរីរហូតដល់ខេត្តកាចេះគឺលោកហ៊ុនសែនថាយើងអត់មានព្រំដែនទេអានឹងជាសម្ដីយួនតាហើយដល់អញ្ចឹងទៅអាថៃវារករឿងណាអាថៃវារករឿងណាអាថៃវារករឿងអូខេកំណត់ហេតុប្រជុំគណៈកម្មការព្រំដែនកម្ពុជាវ៉ាកំហុងប្រធានវៀតណាមវ៉ូយ៉ុងថ្ងៃទី4ខែទី4ដល់ខែថ្ងៃទី7ខែមេសាឆ្នាំ2007គឺថាសុំបច្ចេកទេសវៀតណាមបោះបង្គោលព្រំដែនតាមផែនទី UTM និងប្រើផែនទីបោន1លើ100,000បោះពុំឡើងវិញនៅវៀតណាមនេះបើតាមសេចក្តីថ្លែងរបស់វ៉ាកំហុងហើយឯកសារនានារឿងព្រំដែនត្រូវរក្សាការសម្ងាត់អាស៊ានវាមិនព្រមវាចិត្តតែរករឿងអូខេមើលខ្ញុំអត់ចោតទេមិនមានចោតប្រកាន់អ្នកណាទេអត់មានតែអារឿងហ្នឹងញ៉ៃសម្រាប់ហើយតែសៀមវាចេះតែរករឿងហ្នឹងគឺមកពីវាឃើញយួនធ្វើបានវាទេវាឃើញយួនធ្វើបានវាទេវាឃើញយួនធ្វើបានវាទេវារករឿងរហូតហើយគេឲ្យតែជេរសៀមប៉ុន្តែគេមិនប្រាប់ថាយួនគេព្រមជាមួយយួនគេព្រមជាមួយយួនឲ្យធ្វើម៉េចអ្នកណាទៅសម្រេចបានបើគេធ្វើអញ្ចឹងហ្នឹងជាវិទូបានទៅសោចហ្នឹងឯងណាតែសោចយូរទៅភ្លេចអស់ហើយណាងើបពីដេកឡើងមកយើងនិយាយពីថាសៀមគេថាយើងស្នេហាជាតិមកយើងនិយាយពីយួនគេចាប់ដាក់គុកតាមការពិតអាសៀមនេះវាចង់ដូចយួនធ្វើអញ្ចឹងដូចតែគ្នាប៉ុណ្ណឹងអញ្ចឹងអារឿងដែនដីនេះពិបាកណាហើយអ្នកណាធ្វើឲ្យបាក់ឆ្លើយខ្លួនឯងមើលអ្នកណាធ្វើឲ្យបាក់អ្នកណាមើលសាក់ឆ្លើយលោកមើលអ្នកណាធ្វើឲ្យពិបាកឥឡូវនេះចេះទាស់គ្នាជាមួយថៃហ្នឹងអ្នកណាធ្វើឲ្យបាក់អ្នកណាឥឡូវខ្ញុំសួរថៃវាធ្វើឲ្យពិបាកឬក៏អ្នកណាឆ្លើយមើលឆ្លើយសាកមើលអ្នកណាធ្វើឲ្យពិបាកអ្នកណាអាបញ្ហាផែនទីបញ្ហាព្រំដែនអ្នកណាធ្វើឲ្យពិបាក
khơi nhé con trai ọt vô nè tích nha nè để thưa ơi bạn cứ khuôn dương nè nè khuôn dương nè mì đặt nòm dương nè thưa ơi bạn nào bao năm cao sập bay dương sná triêm lại khả năng thayដើម្បីcho cha prom đen đòi mình dốt tam năm 83 ទេអានឹងវាអត់មានទេអានឹងវាអញ្ចឹងតាយើងធ្វើឲ្យពិបាកខ្លួនឯងហើយដល់ឥឡូវយើងចេះបញ្ជាឲ្យប្រជាជនហ្នឹងទៅខ្មាស់តេះឌីលសៀមវាចង់បាននឹងតើអ្នកណាចង់បានយួនគឺវាចង់បានហើយវាបានស្រេចទៅហើយណាដល់វាបានស្រេចទៅហើយដល់វាបានស្រេចទៅហើយគេអាសៀមវាចង់បានដែរអានោះអញ្ចឹងណាបងប្អូនរឿងរ៉ាវវាតាក់ទងអញ្ចឹងហើយគេសប្ងៃគេចង់ឲ្យតែជេរសៀមទេខ្ញុំមិនខ្វល់ទេសៀមមិនមែនឪខ្ញុំទេប៉ុន្តែខ្ញុំដែលខ្វល់ដល់ថាខ្មែរត្រូវគេដឹកចំអស់ឲ្យវិញបញ្ហាហ្នឹងយើងកើតខ្លួនឯងទេអូខេបញ្ហាហ្នឹងកើតខ្លួនឯងត្រង់មេដឹកនាំយើងព្រមព្រៀងជាមួយយួនពេលដល់វាព្រមព្រៀងជាមួយយួនសៀមវាចង់បានដូចគ្នាណាអញ្ចឹងដែនដីសៀមវាមិនអាចមកយកដីបានទេពីព្រោះយួនហួងហែងយួនវាហួងហែងតាសៀមឆ្លៀនពៀនទឹកដីខ្មែរយួនវាចាញ់តបតាមកិច្ចព្រមព្រៀងថ្ងៃទី18កុម្ភៈ79អានោះវាអញ្ចឹងយើងអត់បន្ទោសទេខ្ញុំអត់បន្ទោសអត់ចោទប្រកាន់ដូចគេទេខ្ញុំមានភារៈតែមួយទេចង្អុលឲ្យចំបញ្ហាដើម្បីឲ្យកូនខ្មែរហ្នឹងយកទៅរៀនមិនមែនឲ្យកូនខ្មែរយកទៅបន្ទោសទេណាអូខេមិនមែនចាញ់មិនមែនបន្ទោសទេខ្ញុំទី1ខ្ញុំអត់បន្ទោសទី2ខ្ញុំអត់ចោទទេខ្ញុំចង្អុលពីបញ្ហាដើម្បីកូនខ្មែរជំនាន់ក្រោយយកទៅរៀនបើចង់ដោះស្រាយជាមួយថៃវាថារដ្ឋធម្មនុញ្ញមាត្រា2យើងអត់ធ្វើទេយើងទៅត្រូវគ្នាជាមួយយួនអញ្ចឹងវាអត់ព្រមអញ្ចឹងអានោះវាដូចនេះអញ្ចឹងអារឿងដីវាមិនងាយបាត់ទេវាបាត់រួចហើយណាតែអាទឹកហ្នឹងវាអាចកិច្ចតាណាមិនរួចទេណាកិច្ចតាណាមិនរួចទេកិច្ចតាណារួចហ្មងបើយើងព្រមព្រៀងជាមួយយួនថៃវាទៀមទាអញ្ចឹងដែរណាហើយគេបាត់គេមកឲ្យនិយាយជួនវារៈតាអត់ដឹងទេកូនតាអត់ដឹងទេតែតាអត់មានចាប់អារម្មណ៍ជួនកាលទៅប្រាំងហ្នឹងវាមកធ្វើគូតកូនក្មេងនៅស្រុកខ្មែរអីជួនកាលមានជនបរទេសខ្លះធ្វើជាមនុស្សធម៌ជួយក្មេងតាមពិតវាបន្លំខ្សែកាមជាមួយកូនក្មេងអីវាជា pedophile វាជាជនទុច្ចរិតក៏មានដែរមុខវាធ្វើជាជួយអីចឹងតាមពិតវាលងលោមកូនក្មេងក៏មានអញ្ចឹងអារឿងគេមកជួយហ្នឹងក៏យើងត្រូវដឹងដែរបើមានអង្គការត្រឹមត្រូវទៅអាហ្នឹងយើងក៏ជឿតែបើមកម្នាក់សិតតែមកកេងប្រវាញ់ពួកអស់ហ្នឹងទៅរកក្មេងអត់បានមកធ្វើជាមនុស្សធម៌អីមិនត្រឹមតែប៉ុណ្្នឹងមានអ្នកខ្លះផ្សាយសាសនាអីឲ្យស្គាល់គ្រាប់ទៅដាក់ថ្នាំទៅទុនលងទៅស្ទាបបោះអែលទៅខ្សែកាមជាមួយក្មេងប្រុសអីល្មើសលើក្មេងប្រុសល្មើសលើផ្លូវភេទអីប្រព្រឹត្តអំពើទុច្ចរិតអីក៏មានអញ្ចឹងខ្ញុំមិនសូវចាប់អារម្មណ៍រឿងកាលណាសៀមវាផ្សាយវាសិតតែកោះរំលើងស្អីមួយ Jamesville so I suppose Uncle Cambodia will be Vietnam in the future no it's not going to be Vietnam or anything it's going to be Vietnam alliance ខ្ញុំនិយាយប៉ុណ្ណឹងហើយកុំ support អីច្រើនពេកណា don't try to imagine to something you have to understand a development in modern time គេអត់កាត់យកដីទៅទេដូច Putin ណាវាវាយបានបន្តិចវាធ្វើប្រជាមតិណាប្រជាមតិអូខេប្រជាមតិវាឲ្យ passport ឲ្យអីទៅបន្តិចដងអាហ្នឹងគឺជារបៀបអង្គៀមដូចយើងគៀមសាច់ណាគុនធេរ
បើយើងដឹងថាខ្លួនយើងធ្វើឲ្យខ្លួនឯងលំបាកតើយើងត្រូវដោះស្រាយយ៉ាងណាដោះស្រាយដោយការដោះដូរហើយ standardize គឺធ្វើឲ្យខ្លួនយើងមានច្បាប់មានទម្លាប់ត្រឹមត្រូវអ្វីដែលយើងខាតបង់យើងចាត់ទុកថាជាមេរៀនរបស់យើងកុំបោកប្រាស់ប្រជាជនយើងឲ្យឈ្លក់វែងយើងត្រូវតែដោះដូរប៉ុន្តែយើងត្រូវរៀបឥឡូវហ្នឹងចង្អេងចង្អាងណាព្រំដែនកម្ពុជាវៀតណាមវាមានផែនទីថ្មី1/25ណាព្រំដែនកម្ពុជា Thailand 1/50 ថៃវា propose ថៃវាស្នើជាមួយឡាវអត់ដឹងខ្ញុំមិនដឹងអញ្ចឹងគ្រាន់តែយើងមើលតែប៉ុណ្្នឹងយើងដឹងថាយើងហ្នឹងញ៉ៃញ៉ៃបាត់ហើយព្រំដែនយើងមានជុំទិសប៉ុន្តែយើងប្រើផែនទីខុសៗគ្នាចំណែករដ្ឋធម្មនុញ្ញមាត្រា2នៅចងង1/100,000ចំណែកប្រជាជនខ្មែរងងឹតដូចយប់អត់ឲ្យមើលឃើញទេធ្វើម៉េចព័ត៌មានព្រំដែនមិនបាច់រកទេអត់មានទេធ្វើម៉េចសារ៉ាត់ញ៉ានខ្ញុំរកឃើញផែនទី1/200,000ប៉ុន្តែមិនមែនជារបស់បារាំងវាជារបស់សូវៀតបោះអញ្ចឹងវាអត់ត្រូវវាអត់ច្បាស់លាស់ខ្ញុំកំងឲ្យមកហើយខ្ញុំទិញថាវិញប៉ុន្តែវាមិនមែនជារបស់ត្រឹមត្រូវពីព្រោះវាមិនមែនជារបស់បារាំងសេរីខុសគ្នាហើយសារ៉ាត់ត្រូវដឹងទោះបីប្រទេសណាមានក៏ដោយដែលសំខាន់គឺយើងមានឯអត់ហ្នឹងមួយទៀតបើយើងមានហើយមិនក៏ប្រជារាស្ត្រយើងអត់មានដឹងឮអីសោះអញ្ចឹងហើយកុំប្រើពាក្យរក្សាទុកណាកុំប្រើពាក្យរក្សាទុកណាពាក្យរក្សាទុកនេះជាពាក្យដ៏ឆោតល្ងង់អត់មានអ្នកណារក្សាទុកក្រៅពីខ្លួនយើងខំប្រឹងប្រមូលទុកទេដូចជាពាក្យថាអូសីអនុយកផែនទីទៅទុកកលទុកអង្គការសហជីវជាតិទេខ្មេះទៅឆែកមើលច្បាប់អង្គការសហជីវជាតិទៅវាធានាពន្ធភាពទឹកដីកម្ពុជាទេខ្មេះអត់ទេអញ្ចឹងសិតតែរឿងដែលយើងឆោតល្ងង់ខ្លួនឯងទេណាអាហ្នឹងអញ្ចឹងលោកតាតើរដ្ឋាភិបាលសាធារណរដ្ឋធ្លាប់បានកិច្ចព្រមព្រៀងអ្វីតាក់ទងនឹងពូលអ្វីជាមួយវៀតណាមទេមានតាក់ទងអីជាមួយវៀតណាមបើក្រិតឆ្នាំ1972នៅប៉ុណ្ណាណៃចៅឯងទៅរកក្រិតនឹងមើលទៅក្រិតឆ្នាំ1982មើលទៅសូម្បីតែសិភៅរបស់ហងជួនណារុងក៏មាននិយាយដែរចៅឯងទៅមើលទៅចៅឯងកុំលឺសូគេថាចៅឯងទៅរកមើលសិភៅរឿងដែនសមុទ្រដោយលោកបណ្ឌិតហងជួនណារុងរដ្ឋមន្ត្រីក្រសួងអប់រំនេះទៅរកមើលទៅសវណ្ណរដ្ឋមុំរឿងតាក់ទងនឹងកម្ពុជាគេអត់ចាំបាច់ invade ទេវៀតណាម control កម្ពុជាតាមរយៈ CPP ហើយចំណែកថៃឡង់ដូចខ្ញុំនិយាយចឹងគេគិតរឿងដែនសមុទ្ររីឯដែនគោកគេធ្វើដូចវៀតណាមអត់ចាំបាច់ចំណាយពេលមក invade រកខ្មោចអីទេហើយណាមួយសង្គ្រាមលោកលើកទី3មិនចាំបាច់ចាំដល់ហ្នឹងទេគេទៅវាយ5ថ្ងៃហើយនេះដូច្នេះឲ្យកុំល្វើល្វាយទៅសង្គ្រាមលោកលើកទី3ហើយគេទៅវាយហើយថ្មីសើមមិនទាន់ស្រួលផងឥឡូវហ្នឹងនៅផុយដូចกระดาษប្រគុណអញ្ចឹងអត់មានចាំបាច់ទៅនឹកឃើញថ្ងៃណាសង្គ្រាមលោកលើកទី3ទេអាហ្នឹងអញ្ចឹងណា Hunter Insects បង្កើតធម្មនុញ្ញថ្មីបានអត់បានហើយចោលអាចាស់បង្កើតថ្មីបង្កើត24ម៉ោងបង្កើតថ្មីម្ដងក៏បានដែរបង្កើតអាម៉េចក៏បានដែរប៉ុន្តែអារឿងថៃទេហ្នឹងជិះអត់រួចទេណាកុំថាឡើយបង្កើតថ្មីម្ដងមួយថ្ងៃបង្កើត24ច្បាប់ក៏បានដែរលោកហ៊ុនសែនហាមាត់បង្កើតបានភ្លាមព្រោះអំណាចនៅលើគាត់ប៉ុន្តែចៅឯងសួរហ្នឹងចៅឯងគិតធ្វើម៉េចមួយក្បាលមួយមួកចៅឯងកាត់ក្បាលដើម្បីឲ្យត្រូវនឹងមួកឬក៏ចៅឯងកាត់មួកឲ្យត្រូវនឹងក្បាលណាចៅឯងឆ្លើយមើលណា SM តើចៅឯងត្រូវកាត់ក្បាលចៅឯងឲ្យត្រូវនឹងមួកឬក៏ចៅឯងទៅរកទិញមួកឲ្យត្រូវនឹងក្បាលឆ្លើយមើលណាអាកំណត់បង្កើតរដ្ឋធម្មនុញ្ញថ្មីនេះណា SM ឆ្លាតណាប៉ុន្តែសួរថាកាត់ក្បាលឲ្យត្រូវនឹងមួកឬក៏កាត់មួកឲ្យត្រូវនឹងក្បាលរយៈកាលកន្លងមកស្អីសិតតែកាត់ក្បាលឲ្យត្រូវនឹងមួកខ្មែររកស៊ីកាត់ក្បាលឲ្យត្រូវមួកមិនកាត់មួកឲ្យត្រូវក្បាលទេបញ្ហាវាកើតឡើងអត់ចេះចប់ទេអានោះអញ្ចឹងឥឡូវចៅឯងឆ្លើយមកកាត់ក្បាលឲ្យវាត្រូវនឹងមួកឬក៏កាត់មួកឲ្យវាត្រូវនឹងក្បាលកាត់ស្បែកជើងឲ្យវាត្រូវនឹងជើងឬកាត់សាច់ជើងឲ្យវាត្រូវនឹងស្បែកជើងធ្វើផ្ទះឲ្យវាត្រូវចំនួនមនុស្សឬក៏ច្បាច់មនុស្សចងបាច់ឲ្យវាត្រូវនឹងទំហំផ្ទះដែលគំនិតចេញមកសួរថាដូររដ្ឋធម្មនុញ្ញហ្នឹង
កូនឯងមានគ្រួសារ20នាក់តើកូនឯងច្បាច់មនុស្សចងច្បាច់ឲ្យញាត់ចូលក្នុងផ្ទះឲ្យវាត្រូវផ្ទះឬក៏ធ្វើផ្ទះឲ្យវាទលាយដើម្បីដាក់មនុស្ស20នាក់សម័យកាលនេះដល់សោហើយបងប្អូនឃើញទេបងប្អូនឃើញនៅខ្មែរយើងដល់សោហើយណាដល់កំណត់មួយខ្មែរយើងនិយាយអីចង់តែកាត់ក្បាលឲ្យត្រូវនឹងមួកកាត់ជើងឲ្យត្រូវនឹងស្បែកជើងខ្មែរយើងអត់មាននឹកឃើញថាកាត់ស្បែកជើងឲ្យត្រូវនឹងជើងកាត់មួកឲ្យត្រូវក្បាលទេទៅកាត់ក្បាលឲ្យត្រូវមួកវិញអានឹងវាអញ្ចឹងណាធ្វើមិនទៅអញ្ចឹងណាបងប្អូនណាឃើញទេ is it strange ណាបងប្អូនអានឹងអញ្ចឹងណាអានឹងអញ្ចឹងហើយកូនក្មេងមកកាត់មួកតម្រូវក្បាលដូររដ្ឋធម្មនុញ្ញដើម្បីតម្រូវសភាពការដូរក៏ដូរទៅមិនរួចដែរណាដូររដ្ឋធម្មនុញ្ញក៏ថៃនៅតែរករឿងថៃត្រូវការតែប្រើផែនទី1 លើ 50ពីព្រោះយួនវាប្រើបានសៀមវាប្រើដែរអានោះប៉ុណ្ណឹងតែចង់ជេរសៀមក៏ជេរទៅតែជេរទៅឥឡូវហ្នឹងឈប់បាញ់ជេរទៅជេរមកបាញ់ទៀតខ្មែរឈ្នះទៀតណាឲ្យតែវាយខ្មែរឈ្នះហើយចាប់ពីពេលហ្នឹងទៅខ្មែរដឹងតែពីឈ្នះតែងាកឈ្នះណាមានអាមួយលក់ជ្រក់តាពាំងណាមានអាមួយនោះលក់ជ្រក់តាពាំងនៅស្រុកខ្មែរគេថាគេថ្ងៃនេះគេបានជួបយុទ្ធជនមកពីសមរភូមិមុខនិយាយថាពួកតាហ៊ានពួកសៀមថាពេញព្រៃណាអានោះរស់ស៊ីជ្រក់រស់ស៊ីលក់ជ្រក់តាពាំងទេណាគេថាគេជួបយុទ្ធជនមកជួបមុខគេថាសៀមឲ្យពេញព្រៃមិនក៏មេដឹកនាំចង់ឈប់ច្បាំងបើវាពិតជាឈ្នះមិនក៏ឈប់ថៃវាអត់ចង់ឈប់ទេណាមានអាមួយនោះអាមួយនេះគេឌៀមដានតែខ្ញុំពុលទឹកមាត់អាហ្នឹងលក់ជ្រក់តាពាំងទេណានៅតែម្ដងពេញទេអត់ដឹងរឿងទេប៉ុន្តែខំប្រឹងណាអង់គ្លេសកាសែតថៃអង់គ្លេសថាយន្តហោះវាទៅទម្លាក់កបែកនៅខាងអានសេះអានោះប្រែមកថាណាអានោះប្រែមកថាខាងខ្មែរបាញ់យន្តហោះ F16 ធ្លាក់ផ្សាយទាំងព័ត៌មានហ្នឹងទៀតព័ត៌មានហ្នឹងគេដាក់ថាយន្តហោះទៅទម្លាក់កបែកវាទៅជាប្រែទៅជាភាសាខ្មែរថារៀនខ្មែរបាញ់យន្តហោះនឹងធ្លាក់អាហ្នឹងអាលក់ជ្រក់តាពាំងអូខេហ្នឹងសិតតែដឹងរឿងចុះមិនក៏មិនឆ្ងល់ថាបើឈ្នះគ្រប់កន្លែងអញ្ចឹងមិនក៏មិនក៏កម្ពុជាប្រកាសថានឹងមានចំហឈប់បាញ់នឹងអត់ធ្មត់ជាទីបំផុតដើម្បីឈប់បាញ់សួរខ្លួនឯងទៅដឹងចាំបាច់ណាប្រាប់គីសយូលោកតារឿងពន្ធ 0% រដ្ឋាភិបាលនិយាយត្រឡប់តលិនខ្លាចតែរះមានតែសប្តាហ៍នេះគីសឯងកូនចៅឯងឆោតគេគ្រាន់តែនាំតំណែងចូលភ្លាមហ្នឹងមានអាចូលខ្លះគេទៅសេក្នុង Facebook គេថាលាហើយឡានមកទឹកអញទិញឡានថ្មីខ្លាញ់គោណាដល់ហើយទៅគេមកសួរតាប្រាប់ថាដេកចាំទៅបើឡានវាចុះថ្លៃតាប្រាប់ឲ្យតាហើយទៅខឹងនឹងទៅអន់ចិត្តនឹងរាជរដ្ឋាភិបាលអីទោះបីគេមិនយកពន្ធគយអ្នកនាំចូលក៏គេនៅតែយកពន្ធពីអ្នកទិញល្ងងតែល្ងងមែនតើណាគេមិនយកពន្ធគយអ្នកនាំចូលតែគេយកពន្ធគយពីអាអ្នកទិញអីល្ងើមែនមកចូលក្នុង Facebook ថាអូលាហើយឡានមកទឹកណាលាហើយឡានមកទឹកអញទិញឡានថ្មីចេះតែចូលអត់រៀនណាអត់រៀនចូលឥឡូវហ្នឹងចៅឯងមកនិយាយថារដ្ឋាភិបាលកលិចកលុចអត់មានកលិចកលុចទេនៅចិត្តរដ្ឋាភិបាលដាក់មកញចៅឯងហ៊ាននិយាយថារដ្ឋាភិបាលកលិចកលុចអ្ហ្មិចចៅឯងល្ងងណាចៅឯងមានដឹងទេណាចៅឯងមានដឹងរឿងពន្ធហ្នឹងណាចៅឯងល្ងងចៅឯងគិតថាអូយឲ្យតែនាំឡានចូលមកពីអាមេរិកពន្ធ0អញច្បាស់ជាថោកចេញអាចចេញនោមណាដល់អញ្ចឹងអញ say goodbye អញឈប់ទិញហើយឡានចាស់អញទិញឡានខ្លាញ់គោមានអីស៊ីតែខ្លាញ់ក្តាមមកពីខ្លួនឯងវាល្ងងឯទៅបន្ទោសរដ្ឋាភិបាលថាកលិចកលុចអ្ហ្មិច
mà nơi chếtរដ្ឋាភិបាលអូកញ៉ាំងតិចទៅមើលហើយស្គាល់ទេអាមួយពន្ធនាំចូលអាមួយពន្ធអាកបើឯងមិនចេះទៅសេអាកត្រឹមត្រូវទេទៅសេអាហើយនឹងកអាដូចយើងអាកបាត់ចឹងណាល្ងើចោលស្រុកហ្នឹងខ្លួនឯងល្ងើទៅថារដ្ឋាភិបាលកលិចកលុចដូចនៅ Amazon អញ្ចឹងដូចនៅ Amazon អញ្ចឹងឯងទិញរបស់វា$3 $13 ស្រាប់តែចុចក្រឹប shipping $40 វាមិនបាន shipping $40 ពីព្រោះគេបូកអាពន្ធគយពីចិនមកនោះអញអត់មានទេលុបចោលភ្លាមអញអត់ទិញនៅ Amazon ឥឡូវណាកំពុងចាំបងប្អូននៅអាមេរិកចុចទិញអីវ៉ាន់ណាទី1តម្លៃទី2នៅពេល check out ត្រូវមើល shipping ពីព្រោះ Amazon អនុញ្ញាតឲ្យបញ្ចូលពន្ធគយនៅក្នុង shipping ណាអាហ្នឹងឯងគេហៅពន្ធអាកវាបញ្ចូលអាណាដែលមានខ្ញុំទិញសភៅ6ទៅ$10ស្រាប់តែ shipping $60វាដែរអាណា shipping $60អាហ្នឹងពន្ធណាប៉ុន្តែគេអត់ដាក់ថាគេអត់ដាក់ថា tariff ឬ levy ទេគេអត់ដាក់ទេគេដាក់ថា shipping យើងតែហ៊ានតែចុចទៅមុខផ្លឹបអាហ្នឹងអញ្ចឹងឥឡូវហ្នឹងមានគេជេរ Amazon ណា Amazon តិចទៀតវាដូរហើយអាហ្នឹងប្រឡំភ្នែកអញ្ចឹងនៅស្រុកខ្មែរគ្រាន់តែឮសូវថានាំអីវ៉ាន់ពីអាមេរិកចូល 0% ឯងចូលនៅ Facebook ឯណាលេហើយអញប្រើសិទ្ធិរបស់ខ្លាញ់គោមានអីមិនបានថ្ងៃផងស៊ីខ្លាញ់ក្តាមរាជអាចរាល់ថ្ងៃស៊ីតែខ្លាញ់ក្តាមវាមានបានឡានខ្លាញ់គោឯណាវាមានឡានខ្លាញ់គោឯណាខ្លាញ់ក្តាមណាពីព្រោះរាជការគេត្រូវមានពន្ធគេត្រូវមានពន្ធអាមួយពន្ធគយគេអត់យកទេ0ប៉ុន្តែមួយទៀតគេហៅពន្ធអាកហើយខ្មែរដាក់ពាក្យហ្នឹងល្អណាពន្ធអាកណាតែឥឡូវនេះគេហៅអាកហើយឯងនេះចូលផ្លេចអាកហ្នឹងណាបើចៅឯងវាប្រកែហ្នឹងទៅតមកជាមួយសុនច័ន្ទថុលបាត់ហើយចៅឯងត្រូវដឹងបើរាជការប្រមូលពន្ធអត់បានរាជការបានលុយណាចាយកូនឯងថាគេកលិចកូនឯងប្រាប់គេមកគេឲ្យកូនឯងទៅដេកព្រៃសឥឡូវណាអាចារ្យឌីនិយាយខុសតែមួយម៉ាត់គេយកទៅដេកព្រៃសកូនឯងចេះអីកុំកូនឯងដឹងទេបើរាជការកម្ពុជាថាពន្ធនាំចូលរបស់អាមេរិក 0% ពីដើមទិញឡានមក 20,000 ដល់ពេលពន្ធ 0% ឡើង 35,000 ហើយបើកូនឯងសួរថាម៉េចបានកូនឯងឆ្ងល់ថាកាលតែមុនពន្ធគយ 0% ឡានហ្នឹងតែ 22,000 នេះចាប់តែដល់ពេលឡានហ្នឹងពន្ធគយ 0% ឡើង 35,000 កូនឯងឆ្ងល់ទេកូនឯងឆ្ងល់ទាំងក្រៅទេឆ្ងល់តែចិត្តរាជការដាក់ក្បាលមកញ៉ហ៊ុនសែនគាត់និយាយហើយគាត់ថាសាច់តែអញបើអញធ្វើឲ្យធ្វើឲ្យអញដូចអាដីមកដុំនោះអញ្ចឹងចុះឡើងហ៊ុនសែនថាអញធ្វើអញ្ចឹងអញឲ្យធ្វើមានអាណាធ្វើឲ្យអញទេពន្ធក៏អញ្ចឹងដែរណាបន្តិចបន្តួចហ៊ុនសែនថាគង់វិបុលជាអ្នកខុសដល់ឥឡូវអាគង់វិបុលអត់និយាយទេណាតបមកហើយសុំបញ្ជាក់ណាច្បាំងគ្នា5ថ្ងៃហ្នឹងរាជការអស់លុយដែរអញ្ចឹងរាជការត្រូវថែមពន្ធទៀតណាមិនយូរទេតែបន្តិចទៀតសុចក៏ថែមពន្ធដែររឿងសុចហើយចង់សុចអាណាក៏បានដែរឲ្យតែរាជការដឹងថាសុចគិតពន្ធបើមិនចឹងទេពិបាកខ្លាំងពេករាប់ហ្មងមកសុចចូលគិតពន្ធរឿងដកចាញ់ពាក់កណ្ដាលរឿងដកចាញ់បន្តិចអញអត់ដឹងឲ្យតែឯងរុញចូលគិតពន្ធអាហ្នឹងហៅ VAT អាហ្នឹងភាសាអង់គ្លេសគេហៅ value added tax ណាខ្មែរយើងអានសាហាវណាអានវត្តខ្មែរយើងអាពន្ធដា VAT នេះខ្មែរយើងអានវត្តកុំអានវត្តបងប្អូនអានវត្តកុំអានវត្តវិញបានត្រូវជាងគឺរាជការវត្តហើយតែរុកចូលវត្តផ្លឹបអញអត់ខ្វល់ហើយធ្វើអីក៏អញដាក់ឯង VAT ហ្នឹងដាក់វត្តរហូតអាហ្នឹងអញ្ចឹងហ៎បងប្អូននិយាយលេងទៅចៅអើយ kiss you ណាគេអត់គិតពន្ធទេគេគិតវត្តមកវត្ត2វត្ត3វត្តគេគិតអញ្ចឹងណាដូចនៅអាមេរិកចឹងបងប្អូនដឹងទេទិដ្ឋាការអាមេរិកឥឡូវនេះប្រទេសណាដែលសម្បូរអ្នកបានមកអាមេរិកហើយគៀកនៅលើសុពលភាពទិដ្ឋាការត្រូវកក់បើនៅថៃគេឲ្យកក់ 50,000 បាតសុំវីសាបានហើយមុននឹងមកអាមេរិកត្រូវកក់ឲ្យស្ថានទូត 50,000 បាតតិចទៀតកម្ពុជាក៏អញ្ចឹងដែរអ្នកដែលមកបានតែអ្នកមានទេអ្នកក្រមានទិដ្ឋាការហើយមកបើកូនធានាឲ្យមកលេងកូននឹងត្រូវកក់លុយពីណាកក់លុយរដ្ឋាភិបាលត្រមមានគេហៅថា visa insurance បងកំពុងចាំដឹងហ្នឹង you have to put a certain amount of money ពីព្រោះប្រទេសហ្នឹងវាមានកេរ្តិ៍ឈ្មោះខាងមកឲ្យអត់ទៅវិញឥឡូវហ្នឹងត្រមគាត់គិតលុយរហូតកុំច្រឡំណាបន្តិចទៀតអ្នកមកពីឥណ្ឌាក៏អញ្ចឹងដែរ
whoever got visa entering United States as tourist ត្រូវមាន retain លុយនៅស្រុកឥណ្ឌាដាក់នៅស្ថានទូតជា escrow ឲ្យស្ថានទូតបើបុគ្គលហ្នឹង stay visa គេនឹងផាកលុយហ្នឹងហើយថ្ងៃក្រោយគេឈប់ឲ្យទិដ្ឋាការទៅមើល you check with embassy មួយគេចាញ់រឿងហ្នឹងអូខេគេចាញ់រឿងហ្នឹងអាហ្នឹងអញ្ចឹង